រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទិកទ្រង់ទ្រាយធំលើទីក្រុងគៀវខណៈដែលនាវាដឹកទំនិញនៅសមុទ្រខ្មៅរងការវាយប្រហារសម្លាប់នាវិកយ៉ាងហោចណាស់5នាក់រុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងលើរដ្ឋធានីគៀវរបស់អ៊ុយក្រែនក្នុងអំឡុងយប់ដោយប្រើមីស៊ីលប៉ាឡេស្ទិកក្នុងចំណោមការវាយប្រហារដ៏ធំបំផុតមួយចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់និងបណ្ដាលឲ្យ16នាក់ផ្សេងទៀតបានរងរបួសនេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃអាទិត្យសម្លេងផ្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់បានលាន់ឮពេញទីក្រុងដែលស្ថិតក្នុងភាពងងឹតសូន្យសងខណៈដែលកងទ័ពអាកាសអ៊ុយក្រែនបានដឹងថាការវាយប្រហារនេះប្រើមីស៊ីលប៉ាឡេស្ទិកចំនួន41គ្រាប់ដែលមានប្រភេទផ្សេងៗគ្នាបង្កការបំផ្លិចបំផ្លាញអគារនៅតាមសង្កាត់ជាច្រើននិងបង្កឲ្យមានអគ្គិភ័យជាច្រើនកន្លែងអភិបាលក្រុងគៀវលោក Vitaly Klitschko បាននិយាយថាអគារលំនៅឋានឃ្លាំងទំនិញផ្សារទំនើបនិងអគារស្នាក់នៅរបស់និស្សិតស្ថិតក្នុងចំណោមអគារដែលរងការខូចខាតទាំងអស់លោកបានបន្ថែមថាមនុស្ស3នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងអ្នកផ្សេងទៀតបានបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយឡែកនៅថ្ងៃអាទិត្យដដែលមនុស្ស4នាក់បានស្លាប់និង19នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារលើឃ្លាំងប្រេសនីមួយនៅក្នុងទីក្រុងកាគៀវភាគឦសានជិតព្រំដែនរុស្ស៊ីនេះបើតាមការបញ្ជាក់របស់អភិបាលតំបន់នៅទីតាំងមួយនៅភាគខាងលិចទីក្រុងគៀវក្រុមអ្នកជួយសង្គ្រោះបានកំពុងរុករកគំនរបាក់បែកដែលនៅតែឆេះនិងបានបាញ់ពន្លត់អគ្គិភ័យនៅអគារលំនៅឋានដែលរងការវាយប្រហារពលរដ្ឋម្នាក់បានប្រាប់រយតើថាលោកកំពុងស្ថិតនៅក្នុងអាផាតមិនរបស់ខ្លួននៅពេលនោះស្រាប់តែសម្លេងផ្ទុះបានលាន់ឮឡើងនិងបានខ្ទាតកញ្ចក់បង្អួចចំក្បាលរបស់លោកបាននិយាយថាជីដូនរបស់ខ្ញុំរស់នៅជាមួយខ្ញុំហើយគាត់មិនអាចដើរបានទេនៅពេលនេះតើខ្ញុំអាចរត់គេចចេញហើយទុកគាត់ចោលបានយ៉ាងដូចម្តេចនៅតំបន់កណ្ដាលទីក្រុងការវាយប្រហារបានបំផ្លាញស្ថានីយរថភ្លើងក្រោមដីដែលជារឿយៗតែងតែជាគោលដៅវាយប្រហារនិងបានបំផ្លាញផ្លូវក្រោមដីនៅកន្លែងនោះដោយបន្សល់ទុកនៅគំនរបាក់បែកនៅល្ងាចថ្ងៃអាទិត្យអាជ្ញាធរបាននិយាយថាក្រុមអ្នកជួយសង្គ្រោះនៅទីក្រុង Zaporizhzhia ភាគអាគ្នេយ៍កំពុងស្វែងរកអ្នកនៅរស់រានមានជីវិតបន្ទាប់ពីគ្រាប់បែករបស់រុស្ស៊ីបានវាយប្រហារលើអគារលំនៅឋានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់2នាក់ស្លាប់និង14នាក់ផ្សេងទៀតបានរងរបួសអ៊ុយក្រែនប្រឈមនឹងការខ្វះខាតប្រព័ន្ធការពារដែនអាកាសធ្ងន់ធ្ងរកងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទិកលើទីក្រុងគៀវនិងទីក្រុងផ្សេងៗក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះខណៈដែលអ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកយោធាទីក្រុងគៀវបាននិយាយថាខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន18គ្រាប់ក្នុងការវាយប្រហារនៅថ្ងៃអាទិត្យដែលផ្ដោតជាចម្បងលើរដ្ឋធានីគៀវកងទ័ពអាកាសក៏បានបញ្ជាក់ផងដែរថាដ្រូន108គ្រឿងក្នុងចំណោម125គ្រឿងត្រូវបានបាញ់ទម្លាក់កាលពីសប្តាហ៍មុនលោក Zelensky បាននិយាយថាសហរដ្ឋអាមេរិកនិងអ៊ុយក្រែនបានឈានដល់កិច្ចព្រមព្រៀងនយោបាយមួយស្ដីពីការផ្ដល់អាជ្ញាប័ណ្ណផលិតមីស៊ីលស្ទាក់ចាប់ Patriot លោកបានបន្ថែមថាលោកសង្ឃឹមថាការផលិតអាចនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះក៏ប៉ុន្តែការវាយប្រហារកាន់តែខ្លាំងឡើងរបស់រុស្ស៊ីក្នុងឆ្នាំទី5នៃសង្គ្រាមទ្រង់ទ្រាយធំបានដាក់សម្ពាធកាន់តែខ្លាំងលើសម្ព័ន្ធមិត្តអ៊ុយក្រែនឲ្យពន្លឿនការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីលប៉ាឡេស្ទិកលោក Zelensky បានសរសេរនៅលើបណ្ដាញសង្គម X ថាការការពារមីស៊ីលប៉ាឡេស្ទិកគឺជាអាទិភាពដ៏សំខាន់និងបន្ទាន់បំផុតរបស់យើងនៅពេលនេះយើងត្រូវការមីស៊ីលស្ទាក់ចាប់ជារៀងរាល់ថ្ងៃទីក្រុងគៀវនឹងរីកចម្រើនឡើងនៅពេលក្រោយក្នុងថ្ងៃអាទិត្យកម្មករបានបន្តសម្អាតគំនរបាក់បែកនៅជុំវិញស្ថានីយរថភ្លើងក្រោមដីនិងផ្លូវក្រោមដីដែលបានដួលរលំខណៈដែលប្រជាពលរដ្ឋនៅតែធ្វើដំណើរតាមធម្មតាអ្នកលក់ផ្លែឈើបានបន្តលក់ដូរនៅតាមតូបបណ្ដោះអាសន្នរបស់ពួកគេខណៈដែលគ្រឿងចក្រកំពុងជីកកកាយគំនរបាក់បែកឡានដឹកដីចាក់សំណល់នៅពីក្រោយស្ត្រីវ័យ68ឆ្នាំម្នាក់បាននិយាយថាទីក្រុងគៀវនឹងរីកចម្រើនឡើងដោយសំដៅទៅលើស្ថានភាពដែលប្រជាជននៅតែបន្តរស់នៅជាធម្មតាបើទោះបីជាតំបន់នេះរងការវាយប្រហារម្ដងហើយម្ដងទៀតក៏ដោយលោកស្រីបានបន្ថែមថាពួកមនុស្សល្ងងទាំងនោះបំផ្លាញអ្វីៗគ្រប់យ៉ាងក៏ប៉ុន្តែយើងនឹងជួសជុលវាហើយយើងនឹងសាងសង់វាឡើងវិញអ្វីៗនឹងល្អប្រសើរឡើងរុស្ស៊ីបានវាយប្រហារនាវាដឹកទំនិញនៅសមុទ្រខ្មៅសម្លាប់នាវិកយ៉ាងហោចណាស់5នាក់មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃអាទិត្យថាកងកម្លាំងរុស្ស៊ីបានវាយប្រហារលើនាវាដឹកទំនិញអន្តរជាតិមួយនៅសមុទ្រខ្មៅក្បែរឆ្នេរសមុទ្រទីក្រុងអូដេសាភាគខាងត្បូងអ៊ុយក្រែនបណ្ដាលឲ្យនាវិកយ៉ាងហោចណាស់5នាក់បានស្លាប់នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Sergei Koretsky បាននិយាយថានាវាដែលពាក់ទង់ជាតិជានាវាសានោះបានចេញពីកំពង់ផែដោយផ្ទុកពោតដែលមាននាវិកចំនួន17នាក់មកពីប្រទេសឥណ្ឌានិងសេរីព្រមទាំងពលរដ្ឋអ៊ុយក្រែនម្នាក់លោកបានបន្ថែមថានាវិក8នាក់ត្រូវបានជួយសង្គ្រោះចេញពីនាវាដែលនៅតែបន្តឆេះដល់យប់ថ្ងៃអាទិត្យខណៈដែលនាវិក5នាក់ផ្សេងទៀតបានបាត់ខ្លួនអ្នកសារព័ត៌មាន Reuters នៅទីក្រុងអូដេសាបានឃើញផ្សែងហុយចេញពីនាវាដ៏ធំមួយនៅឆ្នេរសមុទ្រមកទល់នឹងពេលនេះទីក្រុងមូស្គូមិនទាន់ធ្វើអត្ថាធិប្បាយណាជាសាធារណៈនៅឡើយទេជុំវិញការវាយប្រហារនេះក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះរុស្ស៊ីបានបង្កើនការវាយប្រហារលើកំពង់ផែទឹកជ្រៅនៅភាគខាងត្បូងអ៊ុយក្រែនដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិនិងទំនិញចាំបាច់ផ្សេងៗក្នុងឆ្នាំទី5នៃសង្គ្រាមនេះរដ្ឋមន្ត្រីការបរទេសស្ដីទីអ៊ុយក្រែនលោក Andriy Sybiha បានសរសេរនៅលើបណ្ដាញសង្គម X ដោយសម្ដៅទៅលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថានេះគឺជានាវាស៊ីវិលមាននាវិកអន្តរជាតិធ្វើដំណើរលើផ្លូវដែលបំ
ำราดอสันสุกเสบียงอาหารพิภพโลกก็ปไตยโลกปูตินเมื่อคืนทาวีจิโกดาวมวยเตียตะวินโลกบันบันทามทาการวีประหารนี้เหมือนตุกกันไล่สำหรับการสรมัยตีโนเตรัสเซียระบอบโลกปูตินเหมือนควอทาคลุนสำหรับโนนาลอยการปิดไงสไตล์มนุษย์เหมือนเนบันสลับบันตปีรัสเซียบันวีประหารเลือเฮธารจนาสัมปอนกับพงภายในที่กรุงโอเดซาหนึ่งปะจอมนิวีมวยได้เปียสละตรงเจียดอันติกาหนึ่งบาบูดาพองได้มุดไงมนุษย์ใบเนี้ยก็บันสลับขนมการวีประหารระบอบรัสเซียในขนมที่กรุงโอเดซาหนึ่งมิโกลิพองได้ออกกุนในตอนนี้ได้บันสดับต่อจ็อบเปอร์เซ็นต์บะเมียนจำนวนนาควาคาดหรือก่อเลื่อนลู่ส้มช่วยกายลำออนในคอมเมนต์ขังกราวออกกุนจุบนี้ในวิดีโอกรอย